refresh មួយសិនអូខេហ្នឹងហើយអ្នកគ្នាគឺនេះគឺវាបានចូល1%ហើយបាទ100%ជាស្រេចនិយាយជាប់មួយអូខេជំរាបសួរអ្នកនរគ្នាជួបខ្ញុំម្ដងទៀតហើយបាទថ្ងៃហ្នឹងខ្ញុំមកបរៀនអ្នកនរគ្នារបៀបថាដាក់ pack ដូចជា master អញ្ចឹងណាពីមុនគឺមាន master pack សម្រាប់ផុសវីដេអូដូចគេលក្ខណៈថាដូចផុសវីដេអូ master ហ្នឹងថាវីដេអូ master អញ្ចឹងណាគ្នាតែឥឡូវនេះគឺអស់បញ្ហាហើយសម្រាប់វីដេអូហ្នឹងគឺមករៀនតែម្ដងបាទដោយសារថា master ហ្នឹងគឺវាបានខូចបាត់ហើយវាលក្ខណៈថាវាផុតបាត់តែ master ហ្នឹងឥឡូវគឺថាយើងមករៀនអ្នកនរគ្នាបង្កើតទ្វារ master ថ្មីគឺមិនមែនថាធ្វើកម្មតាមកម្មវិធីនោះទេបាទឥឡូវគឺថាយើងចូលទៅក្នុង Chrome អាហ្នឹងយើងប្រើ Chrome ដើម្បីទៅផុសអញ្ចឹងណាអ្នកនរគ្នាអធិស្ឋានផងក្នុងការសលេងខានអីសូមអធិស្ឋានសារតែកន្លែងវារៀងញ៉ៃតិចអញ្ចឹងអ្នកនរគ្នាឥឡូវនេះថាការចូល Chrome របស់យើងមកអូខេចូល Chrome អូខេនេះអ្នកនរគ្នាវាយពាក្យនេះវាយដូចខ្ញុំនេះមកនេះស៊ីមីស្អីនេះបាទវាយតែប៉ុណ្្នឹងបាទនេះគឺវា load ហើយទីយើងត្រូវការចុចចូលហ្នឹងមកមើលតន់អ្នកគ្នាយ៉ាតន់អូខេវីដេអូយើងធ្វើមួយទេបាទនេះចុចពីលើហ្នឹងមួយមកបាទអូខេហើយយើងភ្លេចទៅចូលចុះឈ្មោះយើងទៅមាន Gmail អីហ្នឹងអ្នកគ្នានេះត្រូវការដាក់ Gmail មួយតែ Gmail ខ្ញុំបានដាក់ចូលក្នុងហ្នឹងហើយអូខេឥឡូវយើងត្រូវការឥឡូវខ្ញុំមកបញ្យល់អ្នកនរគ្នាតិចគឺអាហ្នឹងគឺវាមាន tool វាមាន free ហើយនឹងមាន free អានឹងយើងបង់លុយបាទអានេះសម្រាប់ free គឺសម្រាប់ free ហ្នឹងគឺ Gmail មួយគឺយើងផុសបានមួយវីដេអូអញ្ចឹងអ្នកគ្នារយៈពេល24ម៉ោងបាទនេះគឺអានេះគឺ free នេះគឺយើងបង់លុយបាទសម្រាប់បង់លុយហ្នឹងគឺក្នុងមួយខែគឺ$1វាស្មើនឹង$2ដែរអ្នកគ្នាវាគិតកតុយអញ្ចឹងណាហ្នឹងសម្រាប់ហ្នឹងគឺយើងផុសអាហ្នឹងយើងលក្ខណៈថាយើងផុសបានរាប់រយវីដេអូហើយតែយើងមានពេលផុសយើងបង់លុយក្នុងមួយខែហ្នឹងបាទនេះគឺវីដេអូបង្រៀនរបស់គេបាទបើយើងអត់មានលុយទេយើង save លុយយើងចុច free ទៅតែគាត់ថាវាចំណាយ Gmail ជឿយើងធ្វើការបង្កើត Gmail ច្រើនដើម្បីផុស free អញ្ចឹងណាអូខេឥឡូវយើងចុចចូលមកបាទឥឡូវមុននឹងយើងធ្វើការផុសនេះយើងមើលធូបរបស់គេទៅនេះគឺសម្រាប់ TikTok គឺយើងយក link TikTok យកមកដាក់ក្នុងហ្នឹងអីចឹងណានេះយើងយកពី Facebook យើងចូលពី Facebook យើង copy ដាក់ចូលហ្នឹងទៅ link បាទបើកន្លែងនេះគឺយើងធ្វើការផុសវីដេអូដាក់គ្នាអញ្ចឹងយើងចូលផុសវីដេអូទៅយើងចូលកន្លែងហ្នឹងមកអូខេឥឡូវចាំតិចអ្នកគ្នាវាត slow ហើយយើងចុចពីថានេះជ្រើសរើសនេះជ្រើសឯកសារបាទយើងចុចលើ QQ ហ្នឹងមកអូខេយើងចុចហើយនេះអ្នកគ្នាបន្ទាប់មកយើងចុចលើវីដេអូដែលអ្នកនរគ្នាចង់ដាក់អញ្ចឹងណាហើយខ្ញុំដាក់វីដេអូនេះមួយទៅលើគេនេះអូខេហើយយើងចុចពីថា upload អូខេហ្នឹងវាធ្វើការ upload ឲ្យយើងអញ្ចឹងអ្នកគ្នារកចាំតិចដោយសារតែអ៊ីនធឺណិតខ្ញុំយើងធ្វើស៊ីអូខេឥឡូវគឺថាវាចេញឲ្យយើងហើយតែខ្ញុំមាន slow ដល់ពេលខ្ញុំយូរដែរអ្នកគ្នាចាំតិចទៅអូខេឥឡូវគឺវាថាចេញហើយយើងចុចពីលើរូបមួយដើម្បីផុសបានអូខេយើងចុចមកប៉ោះបាទចុចមកប៉ោះអូខេបន្ទាប់មកយើងចុចនេះខាងក្រោមនេះplease select page ឥឡូវយើងយក page ខ្ញុំមានតែមួយទេអូខេយើង select page ហើយយើងចូលកន្លែងសរសេរអក្សរនេះមកខ្ញុំសុំសរសេរអក្សរសិនអូខេឥឡូវនេះគឺថាខ្ញុំសរសេរអក្សរហើយបន្ទាប់មកយើងចុចកន្លែងនេះ please select អីនេះបាទបើស្មែនេះយើងឲ្យគេ like បាទកន្លែងនេះយើងឲ្យគេ like បើកន្លែងនេះយើងឲ្យគេជួ page យើងអីចឹងណាឥឡូវខ្ញុំសុំដាក់ជួ page អូខេចុចពីលើនឹងមួយមកហើយបន្ទាប់មកយើងចុចពីថានេះpolice នេះបាទយើងចុចលើ QQ ហ្នឹងមកឥឡូវយើងរកចាំបន្តិចទៅធ្វើការឲ្យវា generate ឲ្យយើងដើម្បីផុសវីដេអូហ្នឹងបាទរកចាំបន្តិចទៅស្អីទៅខ្ញុំសុំ scope សិនចឹងអូខេអ្នកនាងពេលវាចេញបែបនេះលាកថាយើងពេញ 100% ហើយឥឡូវយើងចុចពីថាអូខេចុចពាក្យហ្នឹងមកបន្ទាប់ពីយើងចុចពាក្យហ្នឹងមកយើងចូលទៅមើលក្នុង page របស់យើងទៅបាទឥឡូវខ្ញុំសុំទៅរក page ខ្ញុំសិននេះគឺជា page របស់ខ្ញុំឥឡូវខ្ញុំចុចចូល page មករកចាំបន្តិចអូខេឥឡូវនេះគេថាយើងចូលមករក page អញ្ចឹងហើយយើងចូល check នឹង profile របស់យើងមកខ្ញុំសុំនេះកន្លែងរកមនុស្សនេះបាទខ្ញុំសុំrefresh មួយសិនអូខេហ្នឹងហើយអ្នកនាងគឺនេះគឺវាបានចូល1%ហើយបាទ100%ជាស្រេចនិយាយចូលអូខេបន្ទាប់ពីហ្នឹងមកគឺអត់មានអីទេគឺថាវីដេអូខ្ញុំមានតែប៉ុណ្ណឹងគឺថាមានប្រយោជន៍គឺជួយទៅជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូនេះបាទបាយបាយ